សូម reply comment គុណម្ចាស់មួយដែលគាត់សួរខ្ញុំកណាពីប្រវត្តិលេវ៉ាន់សាក់ហ្គីណាស្គីវីលោកប្អូនចូលចិត្តអាំលេស្លីងដែរស្គាល់លេវ៉ាន់អត់ទេខ្ញុំចង់និយាយពីប្រវត្តិលេវ៉ាន់បន្តិចលេវ៉ាន់គឺជាកីឡាករមួយកីឡាករកាច់ដៃមកពីប្រទេសសកស៊ីរហស្សនាមគាត់គឺសកស៊ីហុកណាអាមនុស្សខៀវក្នុងខ្សែភាពយន្តសហរដ្ឋអាមេរិកអញ្ចឹងមានន័យថាមនុស្សខៀវមនុស្សកម្លាំងរបស់សកស៊ីគាត់អាយុ37ឆ្នាំហើយកម្ពស់របស់គាត់គឺ 1.93 ម៉ែត្រគឺវាខ្ពស់ខ្លាំងមែនតើហើយគីឡូរបស់គាត់ដូចជា178គីឡូគឺធ្ងន់បើចង់និយាយពីលក្ខណៈសម្បត្តិដែលតាក់ទងជាមួយនឹងអាំដេស៊ីនរបស់គាត់ bicep របស់គាត់ bicep គឺចង់មានន័យថានេះនេះកម្លាំងដៃខាងនេះទំហំនេះគឺ61សង់ទីម៉ែត្រហើយ forearm ចង់និយាយពីកំពង់ដៃនេះកំពង់ដៃហ្នឹងគឺ52សង់ទីម៉ែត្រធំមែនតើហើយនឹង wrist នេះមានន័យថាកដៃរបស់គាត់គឺ28សង់ទីម៉ែត្រគឺធំមកលក្ខណៈថាវាជាលក្ខណៈថាគីឡូធ្ងន់ណា super heavyweight ហើយចង់និយាយពីប្រវត្តិគាត់បន្តិចលេវ៉ាន់គាត់គឺជាកីឡាករសកស៊ីជាកីឡាករលំដាប់លេខ1ពិភពលោកលើវិញ្ញាសាអាំលេស្លីងដៃស្ដាំហើយដៃឆ្វេងបច្ចុប្បន្នលេខ1ដែលក្រុងដៃឆ្វេងគឺដេវ៉ុនឡារ៉ាត់អ្នកទាំងអស់គ្នាស្គាល់ហើយលេវ៉ាន់គាត់ធ្លាប់ឈ្នះជើងឯកWorld Arm Wrestling Championship ចំនួន8លើកនិងជើងឯកក្នុងកម្មវិធី Vendetta Top 8ចំនួន4លើកហើយតំណែងបច្ចុប្បន្នរបស់គាត់គឺ Ambisweight Super Heavyweight Championship ចង់និយាយអំពីការប្រកួតរបស់គាត់5លើកចុងក្រោយធំណាដែលក្នុងកម្មវិធី King of Table ហើយនិង Ambisweight ការប្រកួតលើកទី1វ៉ុនជាមួយនឹងលេវ៉ាន់នៅថ្ងៃទី25មិថុនាឆ្នាំ2022ក្នុងកម្មវិធី King of Table 4ការប្រកួតនឹងលេវ៉ាន់គាត់ស៊ី 5-0 ប្រកួត6ទឹកសិចរោនការប្រកួតនឹងវាដាច់ផឹងហើយមើលការប្រកួតនឹងវាលក្ខណៈថាល្អមើលមែនតើតែទឹកដំបូងគឺមានការប្រទីងបតុងគ្នាមុននឹងចង់ strap គឺលេវ៉ាន់គាត់ខឹងដេវ៉ុនដែលមិនងាយចាប់ដៃចឹងគាត់ខឹងក៏ឲ្យគាត់ឡើងកម្រោមមកច្បូដែរតែចង់ strap ទៅគឺលេវ៉ាន់គាត់ដាច់ផឹងហើយកម្លាំងគាត់ល្អហើយការប្រកួតលើកទី2នៅKing of Table 6ថ្ងៃទី25កុម្ភៈឆ្នាំ2023ការប្រកួតលេវ៉ាន់ជាមួយនឹង MS ហើយការប្រកួតហ្នឹងគឺ MS ធ្វើបានល្អមែនតើឡើងលេវ៉ាន់ដាក់អុកស៊ីហ្សែនដែលការប្រកួតហ្នឹងគឺ4-2តែការប្រកួតនេះគេឲ្យជ័យជំនះទៅលេវ៉ាន់ដោយលេវ៉ាន់ស៊ី 4-2 ហើយប្រកួត6ទឹកក្នុងការប្រកួតនឹងដែរគឺ MS គាត់ control កីឡាករលេវ៉ាន់បានល្អមែនតើឡើងឲ្យលេវ៉ាន់គាត់អស់ ignorance ធ្វើឲ្យគាត់ដាក់លូសែនហើយការ control របស់គាត់ហ្នឹងគឺគាត់អស់ position មែនប៉ុន្តែនៅ bicep គាត់ហើយនឹងអា control របស់គាត់នៅល្អធ្វើឲ្យលេវ៉ាន់គាត់ពីងទៀតមកគាត់ព្យាយាមទីទៀតមកទីឡើងអស់ ignorance ខ្លួនឯងអស់ដៃខ្លួនឯងគឺពេលហ្នឹងដូចជាដឹងបារមីអីទៅចូល MS ឡើងលេវ៉ាន់អស់ចោលឡើងដាក់អូសែនហើយការប្រកួតហ្នឹងល្អមែនតើ MS ហ្នឹងល្អហើយការប្រកួតលើកទី3Ambisweight 12លេវ៉ាន់ប៉ះជាមួយនឹងដេវ៉ុនសុំសងសឹកលើកទី2វិញ្ញាសាដៃស្ដាំប៉ុន្តែក្នុងការប្រកួតហ្នឹងគឺនៅតែចាញ់លេវ៉ាន់ស៊ី 4-0 ដាច់ផឹង
ប្រកួត Best of Seven តើចង់និយាយថាចេះក្នុង Elizabeth គេគិត Best of Seven ដល់ក្នុង King of Table គេគិត round អញ្ចឹង Best of Seven នឹងប្រកួត7 ម៉ាច់ហើយការប្រកួតលើកទី3នោះនៅថ្ងៃទី20 មេសាឆ្នាំ 2024 ហើយល្អមិនដំបូងទឹកដំបូងធ្វើឲ្យអ្នកទស្សនានឹងមិននឹកស្មានជាមួយនឹង D1 អាច control Levan បានណាបើតែដល់ទឹកបន្តវារៀងផុយវិញដោយសារប្រហែលជា Levan គាត់ប្រេងក៏មិនដឹងណាទឹកដំបូងហ្នឹងតែជាគាត់ប្រេងហ្នឹងមើលទៅហើយការប្រកួតលើកទី4រវាងកីឡាករ Levan ជាមួយនឹង Cherry គឺជាកីឡាករសហរដ្ឋអាមេរិកហើយការប្រកួតហ្នឹងប្រកួតនៅ King of Table លើកទី13ប្រកួត6 round 6 ទឹក6 ម៉ាច់ហើយការប្រកួតហ្នឹងគឺ Levan ស៊ីដាច់ហើយ 4-0 ប្រកួតនៅថ្ងៃទី14ធ្នូ 2024 ហើយចង់ប្រកួតថាការប្រកួតហ្នឹងវាដឹងមុនហើយថាអត់ឈ្នះ Levan ទេព្រោះ Cherry គឺជាកីឡាករដែលប្រេះហើយ Levan គឺជាកីឡាករ top row អញ្ចឹងទៅវាហើយកម្លាំងទាំងមៀតទាំងគីឡូវាខុសគ្នាហើយសម្រាប់ខ្ញុំទីមុនការប្រកួតមុននឹងថាដឹងចាញ់ហើយដឹងចាញ់ Levan ហើយតែទឹកដបូងវាចង់ទៅទីម្ទុំស្រែកដាក់គ្នាដែរហ្នឹងដោយសារខឹងគ្នាទៅវិញទៅមកដែរទឹកដបូងហ្នឹងLevan គាត់ស្រែកដាក់ Cherry ស្រែកដាក់វិញហ្នឹងទៅហើយការប្រកួតលើកទី5គឺការសងសឹករបស់ MS នៅ Elizabeth 18ការប្រកួតហ្នឹងវាមិនសូវល្អមើលហ្មងទេដោយសារ MS ចាញ់ដាច់បាត់ហើយប្រកួត7ទឹកគឺ Levan 5-0 បាត់ហើយការប្រកួតហ្នឹងអញ្ចឹងវាមិនសូវជាល្អមើលទេដោយសារដាច់ពេកដាច់ផឹងអត់ដូចការប្រកួតលើកទី1នៅ King of Table 4គឺការប្រកួតសងសឹករបស់ MS លើកទី2ហ្នឹងគឺ control អត់បានទេគឺម៉ាំងប៉ាត់ហ្មងអាចលេងថាគាត់ Levan គាត់ cover គាត់ដឹងច្បាស់ពី MS ចឹងទៅគឺ MS មិនអាចទប់គាត់បានទេហើយសម្រាប់បងប្អូនដែលចង់ទស្សនាវីដេអូបកស្រាយពីកីឡាករកាច់ដៃកីឡាករ MS ផ្សេងសូមបងប្អូនចូលទៅជួយ subscribe channel YouTube ខ្ញុំផងហើយជាពិសេសជួយ follow ហើយនឹងឲ្យ like ក្នុង TikTok ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណច្រើនបងប្អូនជម្រាបលា